យើងម្នាក់អត់ស្រឡាញ់កូនយើងខ្លាំងណាស់ចង់ឲ្យកូនយើងស្អាតចង់ឲ្យអីប៉ុន្តែហេតុអ្វីក៏យើងអនុញ្ញាតឲ្យកូនស្រីយើងអាយុទៅតែ14ឆ្នាំនេះទៅធ្វើដើមទ្រូងរឿងនេះកើតឡើងថ្មីតែម្ដងថ្ងៃទី12ខែ9ឆ្នាំ2025នៅក្នុងប្រទេសមិចស៊ីកូក្មេងស្រីម្នាក់នេះគាត់ឈ្មោះផាម៉ាឡាអាយុទៅតែ14ឆ្នាំឯងម្ដាយរបស់គាត់នេះបានលួចយកគាត់នេះទៅវះកាត់ដើមទ្រូងដោយកុហកឪពុករបស់ផាម៉ាឡាឈ្មោះ Carlos នេះថាកូនស្រីរបស់ពួកគេនេះបានកើតកូវីដម្ល៉េះហើយផាម៉ាឡានេះត្រូវតែទៅស្នាក់នៅភ្នំរយៈពេល 2-3 អាទិត្យអីចឹងទៅចាភ្នំហ្នឹងមិនមែនភ្នំដាច់ស្រយាលទេគ្រាន់តែថាឆ្ងាយពីអ្នកដទៃព្រោះអីគេមានផ្ទះលំហែនៅនឹងអីចឹងក៏ពួកគាត់ទៅនៅឪពុករបស់ផាម៉ាឡាគាត់ក៏គិតអីច្រើនដែរគាត់រែងឆ្ងល់ប៉ុន្តែក៏គិតថាវាជារឿងធម្មតាទេដើម្បីឲ្យកូនបានឆ្លាស់មុខឆ្លាស់មាត់មួយអាទិត្យក្រោយមកអតីតសង្សាររបស់គាត់នឹងបែរជាប្រាប់ថាកូនស្រីរបស់ពួកយើងនេះបាត់បង់ជីវិតហើយដោយសារតែកូវីដទាំងយើងទាំងគេឪពុកនឹងគឺប្រេះដើមទ្រូងដូចគ្នាចឹងទៅក៏ពីរពពិធីបន់ស្វាប់អីចឹងទៅប៉ុន្តែនៅពេលដែលពួកគាត់ទៅពីរពពិធីបន់ស្វាប់ហ្នឹងក្រុមគ្រួសាររបស់លោក Carlos និយាយថាមើលទៅដោយផាម៉ាឡានេះគាត់ដើមទ្រូងរបស់គាត់រៀងធំខុសធម្មតាជាងដែលពួកគេជួបគាត់លមុនចឹងណាប៉ុន្តែម្ដាយនោះនៅតែនិយាយថាអ្នកឯងនិយាយអីដើមទ្រូងធំអីនេះឯងមិនដឹងពីខ្លួនប្រាណរបស់មនុស្សស្រីអញ្ចឹងណាចាដល់ពេលអញ្ចឹង Carlos នេះគាត់មានការសង្ស័យគឺដោយសារតែក្រុមគ្រួសាររបស់គាត់នេះប្រាប់ថាមើលទៅដើមទ្រូងដូចអត់ទំនងដល់ពេលអញ្ចឹង Carlos នេះព្យាយាមសុំវល់ឲ្យអតីតប្រពន្ធរបស់គាត់នឹងចេញសិនទៅអ្នកឯងចេញទៅក្រៅបន្ទប់សិនទៅព្រោះខ្ញុំចង់និយាយលាកូនស្រីតែគ្រួសាររបស់ខ្ញុំបែបស្ងាត់អញ្ចឹងមុនដំបូងម្ដាយនឹងក៏ព្រមដែរនិយាយថាបាច់ទេខ្ញុំនៅនេះហើយមិនអីទេអ្នកឯងនិយាយលាទៅតែចុងក្រោយគាត់ក៏យកព្រមចេញ Carlos ហើយនឹងប្អូនស្រីរបស់គាត់ហើយនឹងម្ដាយរបស់គាត់នឹងបានទៅពិនិត្យសាកសពដល់ពេលអញ្ចឹងគាត់ឲ្យប្អូនស្រីរបស់គាត់និងម្ដាយរបស់គាត់ពិនិត្យចាស់ដើមទ្រូងរបស់ផាម៉ាឡានៅពេលដែលពិនិត្យទៅគឺគេឃើញចាស្នាមវាហើយនឹងដើមទ្រូងធំខុសធម្មតាគឺអញ្ចឹងមានន័យថាផាម៉ាឡានេះបានទទួលការវះកាត់ដើមទ្រូងដល់ពេលអញ្ចឹងCarlos ដែលជាឪពុកនេះបានទៅប្តឹងប៉ូលីសនិយាយថាកូនស្រីរបស់ខ្ញុំនេះប្រហែលជាមិនបានស្លាប់ដោយសារតែកូវីដទេគឺបែរជាស្លាប់ដោយសារតែការវះកាត់ដើមទ្រូងព្រោះឯនាងនៅក្មេងណាអាយុទៅតែ14ឆ្នាំដល់ពេលអញ្ចឹងគេក៏ធ្វើការស៊ើបអង្កេតគឺគេពិនិត្យមើលទៅគេដឹងថាផាម៉ាឡានេះគឺគាត់បាត់បង់ជីវិតគឺដោយសារតែខួរក្បាលរបស់គាត់នេះបានប៉ោមខ្លាំងពីការដែលគាត់ទទួលថ្នាំសន្លប់ចាគិតមើលក្មេងស្រីអាយុ14ឆ្នាំនេះគាត់មិនទាន់ត្រូវការដើមទ្រូងអីធំអីទេបន្ទោះជាគាត់ចំក៏ដោយយើងជាឪពុកម្ដាយនេះជួយនិយាយឡើងកូនអើយកូននៅក្មេងណាចាំកូនអាយុប៉ុណ្ណេះចាំកូនធំពេញវ័យណាចាំកូនទទួលទៅព្រោះអីក្មេងអញ្ចឹងពេលដែលដាក់ថ្នាំសន្លប់ទៅវាអាចមានបញ្ហាផ្សេងចា៎អ្វីដែលសំខាន់នេះម្ដាយបង្កើតខ្លួនឯងបែរជាលួចលាក់ឲ្យសង្សារថ្មីខ្លួនឯងដែលជាអ្នកដុកទ័រវះកាត់ដើមទ្រូងវះកាត់កាយសម្រស់ហ្នឹងវះកាត់ដើមទ្រូងកូនខ្លួនឯងអាយុ14ឆ្នាំពេលដែលអ្នកវះកាត់ផាម៉ាឡាហ្នឹងគាត់ឈ្មោះ Victor នេះរាល់ថ្ងៃហ្នឹងគឺបានប៉ូលីសដកសិទ្ធិក្នុងការវះកាត់ហើយការកែសម្ផស្សអីហ្នឹងហើយក៏នៅក្នុងការឃុំឃាំងដែរម្ដាយរបៀបនេះកុំឲ្យរួចខ្លួនបងប្អូនចាខ្ញុំចង់និយាយថាតើគាត់ស្រឡាញ់កូនគាត់ខ្លាំងឬក៏គាត់ចង់ឲ្យកូនគាត់នេះវះកាត់ដើមទ្រូងទៅដើម្បីទៅធ្វើអី model ឬក៏ទៅប្រុសចាខ្ញុំនិយាយឲ្យចំខ្ញុំស្មាតទោសមែនណា